សួស្តីបងថ្ងៃនេះខ្ញុំសែងមួយទៀតតើតើការ set up custom Twitch stream អញ្ចឹងតើតើ Twitch stream យើងចង់ custom LAN ខុសពីអ្វីរោងចក្រកំណត់មកអញ្ចឹងទី1យើងចូលកន្លែង customize នេះអញ្ចឹងកន្លែង customize ហ្នឹងមានកន្លែង set up អញ្ចឹងមកវាមានច្រើន function អញ្ចឹងមាន sound security ថតទឹកហើយសញ្ញាប្រមានអញ្ចឹងវាមានភ្លើងក្នុងឡានឯជាដើមអញ្ចឹងក្នុងមួយហ្នឹងតើតើនឹង warning ឥឡូវខ្ញុំសូមចូលទៅនេះឧទាហរណ៍ចឹង warning ហ្នឹងវាមាន data ផ្សេងអញ្ចឹងwarning ហ្នឹងវាតកតងជាមួយនឹងសលេង sound សលេង log អីផ្សេងអញ្ចឹងឧទាហរណ៍ថាយើងទៅឆេះឡានហើយយើងចេញពីឡានអញ្ចឹងវានឹង alert លើសពី2នាទីវានឹង alert ឬយើងអាចបិទបើកបានសលេងហើយតើតើនឹង lockdown ឬសលេងអីហ្នឹងអាហ្នឹងយើងអាចបិទបើកបានហើយតើតើនឹងsound យើងយកចេញយកចូលអី warning អីហ្នឹងគឺយើងអាចបិទបើកបានអាហ្នឹងហើយតើតើអានេះមួយទៀតករណី sound នៅក្នុងឡានអីហ្នឹងរៀងឆ្ងាយវាលោតប្រមាណដងលោតទឺអីហ្នឹងគឺ set up បានហើយតើតើកន្លែងនេះតើតើនឹងអស់ថ្មដែលដូចបងធ្លាប់សួរអញ្ចឹងអាហ្នឹងអស់ថ្មវាពលឺសលេងអញ្ចឹងពលឺសលេងហ្នឹងវាលោតទឺអញ្ចឹងយើងបិទបើកហ្នឹងតើតើកន្លែងហ្នឹងយើងចង់បិទចង់បើកបានហើយយើងsetting នេះទៅបាទអាហ្នឹងក្នុង customize នោះហើយមួយទៀតតើតើនឹង option set up ហ្នឹងតើតើនឹងការបិទបើករូបភ្លើងសាវលោតផ្លឹមផ្លែតអញ្ចឹងអាហ្នឹងជាទូទៅបើ default វាបិទចឹងអាហ្នឹងលោតផ្លឹមផ្លែតរហូតតែបើខ្ញុំបើកបានន័យថាខ្ទង់3នាទីវាភ្លឺពេលផុតពី3នាទីវាលោតផ្លឹមផ្លែតវិញអាហ្នឹងពេលយើងចេញពីឡានអីយើងប្រកាសថា lock ឬមិន lock យើងគាត់កន្លែងភ្នែកមើលទៅឃើញអាហ្នឹងភ្លឺក្រហមជាប់បាទហើយបន្តមកទៀតអានេះតើតើនឹងភ្លើងក្នុងឡានជាងភ្លើងនេះអាភ្លើងនេះភ្លើងហ្នឹងអញ្ចឹងអានេះយើងចង់វាភ្លឺនៅពេលដែលយើងចូលឡានយើងដើរចិត្តឡានវាភ្លឺដែរហើយឬក៏យើងបើកយើងភ្លេចប្លួតអីករណីភ្លឺក្នុងឡានដល់កំណត់ប្រហែល second ឬក៏ប្រហែលនាទីហ្នឹងគឺវាលោតអូតូអញ្ចឹងវាចូលកន្លែង battery server នេះដូចឡានខ្ញុំភ្លេចបិទភ្លើងអីកន្លះម៉ោងវាបិទភ្លើងនៅអូតូអត់ឲ្យអស់គួយដេទេអញ្ចឹងយើង set up ក្នុងនឹងបានទាំងអស់បាទយើង set up បានអស់ក្នុងហ្នឹងបាទហើយមាន function មួយចំនួនទៀត detail ក្នុងហ្នឹងតែកុំឲ្យវែងខ្ញុំមិនចូលច្រើនទេនឹងបងអាច search បានចាអាហ្នឹងវានៅក្នុង customize ចាំបងអង្គចូលមកវាមានមកជួនេះ ECU អីហ្នឹងចូលពាក្យ customize ហ្នឹងមកវា load ឬក៏បងចូល function មួយក៏បានដែរបើដល់ចូល smart key ក៏វាមាន customize ក្នុងហ្នឹងដែរវាទៅកន្លែងតែមួយយកមកនេះcustomize ទៅដូចគ្នាទៅវាលោតចូលកន្លែងហ្នឹងដូចគ្នាអរគុណ